ខ្ញុំធម្មតាគ្មានអ្វីធ្វើឲ្យចិត្តរំខានតែថ្ងៃដែលបានជួបគេម្នាក់នោះវ័យក៏ចាប់ផ្ដើមផ្លាំងប្ដូរគេសើចបន្តិចខ្ញុំផ្លាំងប្ដូរគេសើចបន្តិចខ្ញុំក៏សប្បាយគេនិយាយបន្តិចខ្ញុំក៏នឹកដោយមិនខ្លួនខ្ញុំផ្ដោចិត្តដោយមិនដឹងខ្លួនខ្ញុំបានផ្ដោចិត្តឲ្យគេទាំងស្រុងដោយស្មោះមកពីគេម្នាក់នោះធ្វើឲ្យខ្ញុំស្គាល់ពាក្យថាស្រឡាញ់មកពីគេម្នាក់នោះធ្វើឲ្យខ្ញុំស្គាល់ការឈឺចាប់ស្នេហាដែលខ្ញុំធ្លាប់ជឿខ្លាចជារឿងធ្វើឲ្យយំរាល់យប់គេម្នាក់រឿងធ្វើឲ្យយំរាល់យប់គេម្នាក់នោះបានបង្រៀនខ្ញុំថាស្នេហាមិនសុទ្ធតែស្អាតទេពេលគេចាក់ចេញដោយគ្មានពាក្យខ្ញុំស្ងៀមមិនដឹងត្រូវធ្វើអ្វីសំណួរជាច្រើននៅក្នុងចិត្តតែគ្មានគេឆ្លើយឲ្យខ្ញុំសួរខ្លួនឯងថាខុសត្រង់ណាខ្ញុំសួរខ្លួនឯងថាខុសត្រង់ណាហេតុអ្វីចាក់ចេញបែបនេះឬស្នេហាខ្ញុំមិនបែបនេះឬស្នេហាខ្ញុំមិនគ្រប់គ្រាន់សម្រាប់គេនៅជាមួយខ្ញុំមកពីគេម្នាក់នោះធ្វើឲ្យខ្ញុំស្គាល់ពាក្យថាស្រឡាញ់មកពីគេម្នាក់នោះធ្វើឲ្យខ្ញុំស្គាល់ការឈឺចាប់ស្នេហាដែលខ្ញុំធ្លាប់ជឿខ្លាចជារឿងធ្វើឲ្យយំរាល់យប់គេម្នាក់រឿងធ្វើឲ្យយំរាល់យប់គេម្នាក់នោះបានបង្រៀនខ្ញុំថាស្នេហាមិនសុទ្ធតែស្អាតទេប្រសិនបើអាចត្រឡប់ពេលវេលាខ្ញុំប្រហែលមិនជួបគេទេតែបើគ្មានគេម្នាក់នោះខ្ញុំក៏មិនស្គាល់ខ្លួនឯងដូចថ្ងៃនេះមកពីគេម្នាក់នោះខ្ញុំខ្លាចជាមនុស្សខ្លាំងជាងមុនទោះបេះដូងនៅតែរបួសតែខ្ញុំនឹងរៀនរស់បន្តស្នេហាដែលធ្លាប់ឈឺចាប់នឹងខ្លាចជាអនុស្រីមួយថ្ងៃគេម្នាក់នោះដែលខ្ញុំបំភ្លេច